បានខ្ញុំកំបិតនេះជាប្រភេទ mask collagen សាច់ចែលរបស់ប្រទេសកូរ៉េបងប្អូនអាចមើលក្បាលកូនបាន mask របស់គេពីមុនគឺជាបានបោះចោលដល់ពេលនេះគឺជាបានបោះកូរ៉េបើទោះថាបោះចោលរបស់កូរ៉េមួយណាល្អជាងហើយវាខុសគ្នាហ្មងបើនិយាយពីគុណភាពគឺល្អដូចគ្នាគ្រាន់តែថា mask របស់កូរ៉េគឺសាច់ចែលក្រាស់ស្វិតដាច់ទៅគឺអត់ដាច់ទេហើយសាច់ mask គឺពណ៌ទឹកដោះគោអ្នកទាំងអស់គ្នាប៉ុន្តែ mask នេះគឺទឹកពិសេសរបស់វាតិចអ្នកទាំងអស់គ្នាតិចជាងពណ៌ខៀវតិចខ្លាំងមែនតើហ្មងខ្ញុំនិយាយតាមត្រង់អាហ្នឹងគឺអ្នកលក់និយាយត្រង់ហ្មងហើយវាជាប្រភេទ mask ពីរកណ្ដាត់អ្នកទាំងអស់គ្នាដែលយើងបិទមកកណ្ដាត់នៅខាងចង្កេះមកកណ្ដាត់នៅខាងលើប៉ុន្តែងាយស្រួលបិទអ្នកទាំងអស់គ្នាងាយស្រួលបិទជាងអាពណ៌ខៀវហើយយើងអាចបិទទុក3ទៅ4ម៉ោងឬក៏បិទទុកមួយយប់ទល់ភ្លឺជំនួស skin care ក៏បានដែរពេលដែលយើងបិទទុករហូតដល់វាស្ងួតទៅគឺសាច់ mask នឹងប្រពណ៌ទៅជាពណ៌ថ្លាហើយជាតិ collagen ជាតិ gel ហ្នឹងគឺវាជួយស្បែកមុខរបស់យើងអស់ហើយបើនិយាយពីសាច់ mask វិញគឺតិចខ្លាំងមែនតើសម្រាប់អ្នកដែលស្បែកមុខស្ងួតក្តៅកាហាយងាយនឹងប្រតិកម្មលងលោរបស់អីគឺអាចបិទបានខ្ញុំធានាជូនអត់ទៅប្រភេទស្បែកមុខទាំងបងប្អូនទាំងអស់គ្នាគឺអាចប្រើបានហើយចំណុចដែលខុសគ្នាមួយទៀត mask របស់កូរ៉េនៅពេលដែលវាស្ងួតយើងបកចេញមកស្បែកមុខរបស់យើងគឺគីឡូជាងអាមុន 10% ទាំងអស់គ្នាហើយក៏ជួយធ្វើឲ្យស្បែកមុខរបស់យើងស 10% ដែរចំពោះ mask ពណ៌ខៀវគឺអត់ជួយធ្វើឲ្យស្បែកមុខរបស់យើងសទេមិនមែនថាមកពីខ្ញុំលក់ពណ៌ផ្កាឈូកនេះគឺខ្ញុំនិយាយថាវាជួយធ្វើឲ្យស្បែកមុខរបស់យើងសហើយការដែលខ្ញុំលក់អាពណ៌ខៀវលើកមុនខ្ញុំក៏ review ប្រាប់អ្នកទាំងអស់គ្នាដែរថា mask ហ្នឹងគឺវាអត់មានជំនួយធ្វើឲ្យស្បែកមុខរបស់យើងសទេវាគ្រាន់តែជួយដល់សំណើមជួយធ្វើឲ្យស្បែកមុខរបស់យើងភ្លឺថ្លាគីឡូពីខាងក្នុងអីចឹងប៉ុន្តែវាអត់ជួយធ្វើស្បែកមុខរបស់យើងសទេប៉ុន្តែសម្រាប់ mask ពណ៌ផ្កាឈូករបស់កូរ៉េនេះគឺជួយធ្វើស្បែកមុខរបស់យើងស 10% នៅពេលដែលយើងបកចេញវិញចាយើងបិទទុក3 4ម៉ោងបកចេញក៏បានបិទទុកមួយយប់ទល់ភ្លឺក៏បានដែរអ្នកទាំងអស់គ្នាអាចប្រើបានជាមួយ skin care នៅពេលដែលវាស្ងួតសាច់ mask ហ្នឹងគឺវាលែងពណ៌ដល់គោអញ្ចឹងហើយគឺវានឹងពណ៌ថ្លាដូចអាពណ៌ខៀវអញ្ចឹងអ្នកទាំងអស់គ្នាដែលធ្លាប់បិទពណ៌ខៀវគឺដឹងហើយចឹងសាច់ mask គឺវានឹងពណ៌ថ្លាបែបហ្នឹងដូចគ្នាហើយមកអោបគឺមាន5ស្លឹកដូចគ្នាប៉ុន្តែតម្លៃគឺខុសគ្នាទាំងអស់គ្នា mask កូរ៉េនេះមកអោបគឺតម្លៃ 10000 ចាខុសគ្នាពីពណ៌អ្នកទាំងអស់គ្នាបងប្អូនចង់សាកប្រើអីគឺអាចកំង